ខុតហ្នឹងគូតហ្នឹងមានប្រមាណចំណិតក្នុងហ្នឹងគឺមានប៉ុណ្ណឹងខ្លែមកបងជឿចាំមើលខ្ញុំបកឲ្យមើលចាំមើលវាបងប្អូនមើលមើលនៅអាគូតវាហ្នឹង2 4 6អញ្ចឹងអានេះ2 4 6ខ្លែបដូចគ្នាអញ្ចឹងរបៀបនៃការមើលខុតមានប្រមាណខ្លែបគឺយើងមើលនៅកន្លែងគូតវានេះខ្ញុំគិតថាបងប្អូនខ្លះអត់ចាប់អារម្មណ៍រឿងគូតបង្ខុតទេតែបងអ្នកលក់ថ្ងៃនេះចង់ប្រាប់បងប្អូនឲ្យមើលថាក្នុងបង្ខុតហ្នឹងមានសាច់ប្រមាណខ្លែបគឺមើលគូតវានឹងឯងហើយតោះមកមើលឲ្យយើងញ៉ាំទៅបងប្អូនសបល់ចេះផ្អែមមកជាតិតាំងតារ៉េនតាមបង្ខុតគឺចំការខ្លួនឯងទាំងអស់នេះសាច់វាពណ៌សអញ្ចឹងឃើញទេបងប្អូនអញ្ចឹងគូតវាដូចគ្នានេះមួយទៀត1 2 3 4 5អញ្ចឹងគូតវា5ចំណិតអញ្ចឹងវាមានបង្ខុត5ខ្លែបដូចគ្នាអញ្ចឹងបងប្អូនមើលវីដេអូនេះហើយបងប្អូននឹងដឹងហើយនឹងចាប់អារម្មណ៍ហ្មងបងប្អូនខុតនេះញ៉ាំហើយគឺមានក្តីសុខពេញបេះដូងហ្មងញ៉ាំដោយតំណុកចិត្តរសជាតិធម្មជាតិប៉ិតកុំភ្លេចទិញមង្ឃុតចាតាមឆ្ងាញ់មែនទេមង្ឃុតចាតាមចាប់ដើមទទួលកំងណាបងប្អូនអញ្ចឹងជាផ្សេងមួយចាត់ឲ្យគាត់កំងមុនពេលដែលខ្ញុំបេះបានសូមដាក់មេដៃក៏ឆាតមកម្ដងទៀតណាព្រោះអីពេលខ្លះខ្ញុំអាចនឹងភ្លេចអញ្ចឹងសម្រាប់បងប្អូនដែលគាត់ថាវីដេអូនេះមានប្រយោជន៍សម្រាប់បងប្អូនសូមជួយចែករំលែកទៅបងប្អូនទាំងអស់គ្នាផងអរគុណច្រើនបាយបាយ